អត់ទេតាយើងស្វាគមន៍ប្រិយមិត្តយើងតិចសិនសួស្តីទៅកាន់ក្មួយទាំងអស់គ្នាអូខេថ្ងៃនេះពូមានរឿងនិយាយពូនឹងពូដឹងហើយពូខេងហើយពាក់ព័ន្ធនឹងស្រោមដៃមាសរបស់ខេមនីព្រីមលីកបើសួរថាពូមានលីកនៅលើពិភពលោកយើងលីកណាមួយគេធ្វើដូចលីកខ្មែរយើងដែរអត់មានទេលីកអង់គ្លេសលីកអេស្ប៉ាញលីកបារាំងលីកអាល្លឺម៉ង់លីកអ៊ីតាលីអ្នកចាំទីណាឃ្លៀនស៊ីតបានច្រើនជាងគេគឺគេឲ្យស្រោមដៃមាសទៅអ្នកចាំទីនឹងហើយគេមិនដែលគិតឯណាអ្នកចាំទីណាសង្គ្រោះបាល់ក្នុងការប្រកួតអស្ចារ្យក្នុងការប្រកួតសំខាន់វាមិនដែលមានទេអង់គ្លេសនេះរាយ៉ានេះទើបបានស្រោមដៃមាសនេះប្រហែលដូចជា2-3រដូវកាលជួបគ្នានេះឲ្យតែជួយសង្គ្រោះការឃ្លៀនស៊ីតនៅក្នុងក្រុមនៅក្នុងលីកអានឹងគឺវាស័ក្តិសមវាធ្វើតែបានហើយស្រោមដៃមាសគេមិនដែលគិតឯណាអូវាទៅជាអាវីរៈតារា9ដងឃ្លៀនស៊ីតអាកុយសាលីម12ដងឃ្លៀនស៊ីតវាទៅជាស្រោមដៃមាសទៅបានអាវីរៈតារាវិញពូនិយាយបាល់ប្រហែលឆ្នាំ2017ពូគិតថាតាមព័ត៌មានដែលពូដឹងមូលដ្ឋានគ្រឹះដែលពូបានសិក្សាបានឃើញដូចនៅលីកព្រីមលីកដូចបណ្ដេស្លេកាដូចលីកអង់នេះដូចឡាលីហ្គាដូចសេរីអាអីអត់ទេគេមិនដែលធ្វើចឹងទេហើយពូឆ្ងល់ថាមិនបានគណៈកម្មការរៀបចំពានរង្វាន់នឹងធ្វើឲ្យទៅអាវីរៈតារាអញ្ចឹងបានតែអ្នកគ្រប់ត្រូលគេចេះតែប្រតិកម្មគេចេះតែរិះគន់អញ្ចឹងចាំបាច់ប្រឹងរក្សាឃ្លៀនស៊ីតឲ្យច្រើនទៅអីអ្នកចាំទីនឹងបើគិតឯណាការប្រកួតសំខាន់ការប្រកួតវាមិនដែលគិតអញ្ចឹងទេសូម្បីតែតារាក៏វានិយាយខ្លួនមានដែរវាដឹងថាអ្នកដែលសាកសមឈ្នះអាស្រោមដៃមាសហ្នឹងគឺអាកុយសាលីមបោះបឹងកេតហ្នឹងហើយធ្វើអញ្ចឹងធ្វើឲ្យតែអ្នកគ្រប់ត្រូលបាល់ទាត់រិះគន់ធ្វើឲ្យអ្នកគ្រប់ត្រូលបាល់ទាត់ប្រតិកម្មអញ្ចឹងគេប្រតិកម្មគេរិះគន់គឺអត់ខុសទេលើកហ្នឹងវាត្រូវដោយសារយើងចេញមកគឺឆ្កងខុសគេហ្មងខុសគេទាំងអស់មកពិភពលោកហ្នឹងមានតែលីកកំពូលកម្ពុជាមួយទេដែលគិតឃ្លៀនស៊ីតឲ្យទៅអ្នកចាំទីដែលរក្សាឃ្លៀនស៊ីត9ដងគិតស្អីឯណារក្សាឃ្លៀនស៊ីតការប្រកួតសំខាន់ស្អីអត់វាគ្មានតែហ្មងលើលោកហ្នឹងហើយសង្ឃឹមថាលោកពូខាងរៀបចំពានរង្វាន់នឹងបកស្រាយឲ្យអ្នកគ្រប់ត្រូលបាល់ទាត់ជាតិគាត់នេះផងគាត់យល់ផងហេតុអីហើយខ្ញុំនេះក៏ខ្ញុំចង់ដឹងដូចគ្នាដែរតែមិនបានទៅអញ្ចឹងវាឆ្ងល់ទៅត្រីកម្លៃហើយបងគិតថាស្គាល់មនុស្សបកែមនុស្សល្អច្រើនដែរនៅក្នុងវិស័យបាល់ទាត់ហើយយើងក៏តាមដានដែរលីកអង់គ្លេសលីកអ៊ីតាលីលីកអីលីកបារាំងលីកអេស្ប៉ាញអីដល់ពេលឃើញលីកខ្មែរយើងលេងចេញមកវាទៅជាអាតារានោះគ្នាឃ្លៀនស៊ីត9ដងទៅបានស្រោមដៃមានណាឆ្កុយហ្នឹងអាកុយសាលីមនោះអាកុយសាលីម2 10ដងនោះអត់បានទេហើយយើងមិនឆ្ងល់ឆ្ងល់មែនឆ្ងល់ខ្លាំងទៀតខ្លួនឯងនឹងស៊ីនឲ្យអត់ reply សោះហ្នឹងខ្លួនឯងស៊ីនអត់ reply សោះមនុស្សបកែឥឡូវមកខេតហើយមនុស្សបកែឥឡូវមកខេតឃើញមនុស្សបកែស្ទូចត្រីអញ្ចឹងមកខេតដែរមកញ៉ាំកលែន